ở vây để nhom phô chất này cứ ăn đằng cơ trong sạch chỉ mỗi nhom này này nè con pro ra bị báo đánh về để buộc và trang chê bảo mắt nó đang nom chê bảo mắt thao ban chiết lúc các ba đôi đại cô mình tay hiên áo các ba to tăng của chế thế về nhom tranh mốc lòi chlong bay các ba buộc và trang nè để dây lướt các ba biệt tịch tôi chắc bách dọc một bay và hà rất tại nhom nè bóng phai như là bạn tỷ chân vậy cho giấy láng trong đây là hướng năng tiết riêng cá CP ប្រតិការចាប់អតីតប្រធានាធិបតីហ្វីលីពីនដែលសំរងស៊ីនិងបរិវារកំពុងតែនាំគ្នាធ្វើភ្ជុកធ្វើភ្លៀងនៅលើបណ្ដាញសង្គមបាទខ្ញុំសូមបញ្ជាក់ជូនថាដរាបណាគណៈបកប្រជាជនគ្រប់គ្រងដឹកនាំប្រទេសគ្មាននរណាគ្មានអន្តរជាតិណាគ្មានស្ថាប័នអន្តរជាតិណាអាចប៉ះពាល់ថ្នាក់ដឹកនាំកម្ពុជាបានជាដាច់ខាតនេះខ្ញុំនិយាយសង្ខេបខ្លីហើយយកទៅពិចារណាណាខ្ញុំបញ្ជាក់ឡើងវិញណាដរាបណាគណៈបកប្រជាជនកម្ពុជាគ្រប់គ្រងដឹកនាំរាជរដ្ឋាភិបាលគឺគ្មានស្ថាប័នអន្តរជាតិណាមកបញ្ជារដ្ឋាភិបាលកម្ពុជាឲ្យចាប់ដឹកនាំនេះចាប់ដឹកនាំនោះបានទេគឺអត់បានទេម្យ៉ាងវិញទៀតថ្នាក់ដឹកនាំកម្ពុជានិយាយឲ្យចំគឺសម្ដេចតេជោហ៊ុនសែនតាំងពី79រហូតដល់នេះគឺបានប្រឹងប្រែងរំដោះជាតិកសាងជាតិណារហូតឲ្យមានការអភិវឌ្ឍដល់សប្តាហ៍ថ្ងៃផ្សះផ្សាជាតិបង្រួបបង្រួមជាតិណាបញ្ចប់សង្គ្រាមរីងរៃនៅក្នុងប្រទេសកម្ពុជារហូតបានស្ថាប័នអន្តរជាតិផ្ដល់ឲ្យមេដាយសន្តិភាពពិភពលោកជាបន្តបន្ទាប់ណាអញ្ចឹងយើងសួរថាការមូលបង្កាច់របស់ក្រមប្រឆាំងថាសម្ដេចតេជោដឹកនាំណាសម្រាប់ប្រជាជនចេះធ្វើឲ្យប្រជាជនចេះសម្រាប់យ៉ាងម៉េចក្រោយថ្ងៃ70រំដោះ7មករា79បងប្អូនឆែកព័ត៌មានទៅប្រជាជនខ្មែរមានតែជាង5លាននាក់ទេណាឥឡូវក្រោមការដឹកនាំរបស់សម្ដេចពី79មកបច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរមានជាង17លាននាក់សម្រាប់ពី5លានឡើង17លានអញ្ចឹងណាហើយប្រជាជនរាល់ថ្ងៃមានសេរីភាពពេញលេញអង្គការសង្គមស៊ីវិលសារព័ត៌មានបកនយោបាយណាហើយសូម្បីតែបងប្អូនមួយចំនួនដែលនៅខាងបកប្រឆាំងមិនពេញចិត្តខ្ញុំក្តីកំពុងតែមើលខ្ញុំនេះក៏មានសិទ្ធិខមមិនថាអញ្ចេះថាអញ្ចោះអានងហើយសេរីភាពដែលគេបើកឲ្យនោះបាទអញ្ចឹងអត់មានហេតុផលណាដែលតុលាការអន្តរជាតិណាមកចាប់សម្ដេចតេជោឬក៏ថ្នាក់ដឹកនាំគណៈបកប្រជាជនណាមួយទេអត់មានទេហើយការបំភាន់របស់ជនក្បត់ជាតិសំរងស៊ីណាថាតុលាការអន្តរជាតិនឹងចេញពីការចាប់សម្ដេចចេះចាប់សម្ដេចចុះគឺជាការបង្កើតព្រឹត្តិការណ៍ទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រដើម្បីរៃលុយដើម្បីបោកប្រាស់អ្នកគាំទ្រខ្ញុំចាំអត់ភ្លេចទេព្រឹត្តិការណ៍ថ្ងៃទីឆ្នាំ2014ណាពេលដែលរាជរដ្ឋាភិបាលបង្ក្រាបក្រុមបះបោដែលដឹកនាំដោយសំរងស៊ីនៅផ្លូវវិញស្រេងគឺសំរងស៊ីបានរៃលុយជាង30-40 ម៉ឺនដុល្លារដោយភូតកុហកអ្នកគាំទ្រថាយកទៅប្តឹងតុលាការអន្តរជាតិជួលមេធាវីអន្តរជាតិប្តឹងតុលាការអន្តរជាតិអញ្ចឹង10ឆ្នាំជាងហើយប្តឹងធ្វើអីហើយតុលាការអន្តរជាតិគេដាក់ដល់ណាហើយអត់ទេតុលាការអន្តរជាតិគេយកកដាស់ពាក្យបណ្ដឹងសំរងស៊ីឲ្យចោលដោយសារអីដោយសារជាបណ្ដឹងនឹងដូចជាកដាស់ខ្ចប់ពីជេងអញ្ចឹងពាក្យបណ្ដឹងដែលសំរងស៊ីឲ្យគេយកទៅដាក់នៅតុលាការ ICC ហ្នឹងតាំងពីជាង10ឆ្នាំមុនហ្នឹងដូចកដាស់ខ្ចប់ពីជេងអញ្ចឹងវាអត់មានតម្លៃខ្ញុំសុំទោសខ្ញុំមិននិយាយប្រើពាក្យកដាស់ទឹកអាចទេវាថាវាអសុរោះខ្ញុំនិយាយថាដូចកដាស់ហ្វីលីពីនអញ្ចឹងដូចកដាស់អាដែងខ្ចប់ពីជេងអញ្ចឹងណាសំរងស៊ីធ្លាប់ប្តឹងតាជាង10ឆ្នាំហើយមិនតុលាការគេអត់ធ្វើការឲ្យ ICC គេធ្វើឲ្យពីព្រោះគេថាអត់មានបទល្មើសអីដែលនេះព្រោះរាជរដ្ឋាភិបាលកម្ពុជាពេលនោះគឺប្រើប្រាស់កម្លាំងដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គមសុវត្ថិភាពសង្គមស្ថិរភាពសង្គមបាទអត់មានធ្វើអីខុសច្បាប់ទេបាទអញ្ចឹងពួកនេះវាចូលចិត្តបំភ្លឺណាហើយប្រមាថបង្កើតព្រឹត្តិការណ៍ដើម្បីប្រមាថមកលើថ្នាក់ដឹកនាំគណៈបកប្រជាជនជាពិសេសគឺសម្ដេចតេជោណាការបង្ហោះរូបជាការប្រមាថចឹងហើយបានខ្ញុំទាញយកទូរស័ព្ទមើលថាចុយសំរងស៊ីតំធ្វើគូកំណត់ហើយថ្មីអាយុ76ហ្នឹងអញថា76ហើយសល់ប្រហែលឆ្នាំទៀតទៅវិញបាត់ហើយហ្នឹងហើយអត់មានទៅវត្តទៅវាធ្វើបន់ធ្វើទៀនអីធ្វើតែរឿងអាក្រក់អញ្ចឹងណាបកពួកប្រឆាំងវាប្រមាថថ្នាក់ដឹកនាំប្រទេសកម្ពុជា
វាចាត់ទុកថាពួកវាជាវិរៈបរោះដល់តែពេលខ្ញុំវាយភងបកទៅវិញវាថាឯងអសិលធម៌មែនសំដីអាក្រក់មែនឯងជេរតែគេអានឹងខ្ញុំមិនថាអីទេពួកប្រឆាំងវាតែងតែស្អប់ខ្ញុំវាតែងតែខឹងខ្ញុំនៅពេលដែលខ្ញុំវាយក្បាលអសមរង្ស៊ីអានឹងរឿងវាអញ្ចឹងតែប៉ុណ្្នឹងទេអ្វីដែលខ្ញុំហួសចិត្តនេះគឺអាដង្កូវក្នុងសាច់ជាមួយខ្ញុំដែរនេះអ្នកគ្រប់គ្រងរដ្ឋាភិបាលដែរនេះពេលដែលពួកប្រឆាំងជេរប្រមាថថ្នាក់ដឹកនាំជេរប្រមាថស្ថាប័នជាតិលុបក្បាលដោយតែគោលមិនដែលហ៊ានអើតក្បាលតតាំងមួយទៀតទេពេលខ្ញុំចេញមុខឆ្លោយឆ្លងវាយក្បាលពួកប្រឆាំងណានិយាយលើសខ្វះពាក្យតិចតួចច្បិចយកមកវាយប្រហារសិតតែខ្ញុំអ្នកបំផ្លាញគណៈបព្វជិជននិយាយចុះនិយាយឡើងចង់ក្តៅរឿងហ្នឹងទៀតបាទណែឥឡូវនេះចរន្តពួកប្រឆាំងកំពុងតែវាយប្រហារមកលើសម្ដេចដែលចូលមកលើស្ថាប័នដឹកនាំយើងណាពួកអ្នកដែលស្អប់ខ្ញុំហ្នឹងមានងើបក្បាលមកអាពួកតកៅក្នុងសាច់នេះពួកអ្នកគ្រប់គ្រងរដ្ឋាភិបាលដែរគណៈបព្វជិជនហ៊ានអើតក្បាលអត់ទេមានតែក្បាលអានេះជាមួយនឹងបងប្អូនយើងអ្នកគ្រប់គ្រង Facebook ដែលចេញ live show ហ្នឹងមិនដល់50នាក់ផងបាទតែឥឡូវនេះយើងសង្ខេបត្រឡប់មកវិញថាការបំភ្លឺបំភ្លៃទាំងឡាយណាដើម្បីប្រមាថដល់រឿងថាដឹកនាំគណៈបព្វជិជនគឺអត់ទទួលយកបានទេបាទហើយអាអ្នកលេង Facebook នៅក្នុងស្រុកខ្ញុំមិនមែនគម្រាមមិនមែនពមៀនទេនិយាយសំដីសម្ដៅឲ្យបានសមរម្យស្រួលនិយាយឲ្យត្រឹមត្រូវខ្ញុំក៏កែដែរខ្ញុំមិនជេរមិនបចោលមិនប្រមាថអីទេខ្ញុំនិយាយតែអ្វីដែលមានហេតុមានផលតិចតែឃើញពួកប្រឆាំងនៅក្រៅប្រទេសលោតតាមគេអានោះមានបញ្ហាដាក់ខ្លួនឯងណាមានបញ្ហាខ្លួនឯងបាទស៊ីពេគេគ្រប់រឿងទាំងអស់ណាចឹងបាទខ្ញុំប្រាប់ថាទោះបីសមរង្ស៊ីងាប់ទៀតក៏គ្មានអាណាចូលមកប៉ះគណៈបព្វជិជនដឹកនាំគណៈបព្វជិជនបានដែរហើយសមរង្ស៊ីមានស្អីទៀត76ហ្នឹងនៅសល់ប្រហែលទៀតធ្វើអីកើត 4-5 ឆ្នាំទៀតហ្នឹងញាត់ទៅត្រឹកហ្នឹងមានធ្វើអីកើតខ្ញុំមិនមែនប្រមាថជីវិតគាត់ទេខ្ញុំគ្រាន់តែថាឃើញវាគាត់នឹងវាប្រមាថគេឆ្អែតឆ្អន់ពេកខ្លួនចាស់ហើយប្រមាថគេណាអត់បណៃហើយចុះយើងទៅប្រមាថវិញទៅមានតែស្អីខ្ញុំអត់ខ្លាចពួកអាក្មេងពីលបកប្រឆាំងកូនចៅអាក្បត់ជាតិសមរង្ស៊ីជេរខ្ញុំទេពីព្រោះគេជេរខ្ញុំឆ្អែតទេណាគេជេរខ្ញុំតាំងពីឆ្នាំ2012តាំងពីខ្ញុំលេង Facebook ដំបូងគេបំផុតពួកប្រឆាំងច្រើនកាលនោះអ្នកជេរខ្ញុំមួយចំនួនងាប់បាត់អ្នកជេរខ្ញុំមួយចំនួនរត់ចោលស្រុកអ្នកជេរខ្ញុំមួយចំនួនទៀតងាកមកគ្រប់គ្រងខ្ញុំវិញណាអញ្ចឹងអាមនុស្សមួយចំនួនសេះសល់នេះតាំងចង់ជេរទៀតក៏ជេរទៅខ្ញុំមិនទៅខ្វល់ទេខ្ញុំអញ្ចឹងកលេចមកយើងវិញរឿងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនគឺជាករណីផ្ទៃក្នុងប្រទេសគេសហការជាមួយ ICC ធ្វើណាហើយកុំយកមកប្រៀបធៀបថាមួយខ្មែរអត់មានពាក់ព័ន្ធបទល្មើស ICC ទេឈប់បោកគេទៅអាក្បត់ជាតិសមរង្ស៊ីណាឈប់បោកគេទៅណាថ្នាក់ដឹកនាំកម្ពុជាអត់មានពាក់ព័ន្ធនឹងអក្រិតកម្មសង្គ្រាមអក្រិតកម្មបល័យពូជសាសន៍អីទេហើយពុយទៅវិញសម្ដេចតេជោហ៊ុនសែនគឺជាស្ថាបនិកដែលសង្គ្រោះជីវិតប្រជាជនកម្ពុជាឲ្យរស់រានមកដល់សប្តាហ៍ថ្ងៃនេះបាទឲ្យមកដល់សប្តាហ៍ថ្ងៃនេះជាស្ថាបនិកសន្តិភាពអញ្ចឹងអត់មានកំហុសអីដែលពួកអាក្បត់ជាតិសមរង្ស៊ីបំភ្លៃទេអត់មានទេបាទអត់មានទេខ្ញុំនិយាយនេះខ្ញុំតប៉ែខ្ញុំឃើញវាតលន់ពេកហើយប្រមាថស្អីសិតតែមើងងាយសម្ដេចថាបដីអត់សមត្ថភាពអត់អីខ្លួនឯងចោលមកសៀតដឹកនាំបកតាំងពីមាន55ទៅអីរហូតនៅសល់តែកដ3នៅអួតតែខ្លួនឯងខ្លាំងទៀតណាធ្វើនយោបាយតាំងពីមានទីស្នាក់ការតាំងពីនៅក្នុងក្រុងភ្នំពេញរហូតដល់រត់ផាសកញ្ញាហ្មងតែកន្លែងចូលជើងអត់មាននៅតែអួតថាឯងខ្លាំងទៀតធ្វើនយោបាយតាំងពីក្មេងរហូតដល់ចិត្តងប់ទៅវិញហើយនៅតែអួតខ្លាំងអួតខ្លួនឯងខ្លាំងទៀតខ្លាំងខាងរត់ខ្លាំងខាងប្រពេចប្រផ្លោចតាម Facebook តាមមាត់ហ្នឹងទៅមានបានកំហុសស្អីទេអំណាចសម្ដេចដឹកនាំណាសម្ដេចដឹកនាំឥឡូវកាន់តែរីកចម្រើនកាន់តែទៅមុខទៀតគ្រាន់តែចៅកៅឆាយក្នុងអាណត្តិសម្ដេចធិបតីដឹកនាំសម្ដេចធិបតីហ៊ុនម៉ាណែតដឹកនាំមន្ត្រីជាន់ខ្ពស់មួយចំនួនជាវាយស្រុករងខេត្តមេប៉ូលីសមេទាហានមួយចំនួនបកសាក់ដេញចេញចាប់ដាក់គុកបដាដែរណាអានេះជាការងូតទឹកដោះក្អែលអនុវត្តតាមពីក្រមទី5ណាទទួលបានការសាទរពីប្រជាជនទាំងក្នុងប្រទេសនិងក្រៅប្រទេសមិនអត់សមត្ថភាពដោយអាក្បត់ជាតិសមរង្ស៊ីមួយថ្ងៃអត់មានស្អីមកនិយាយតែប្រអាប់គេចេះប្រអាប់គេចុះតែខ្លួនឯងនឹងបានមករួមជើងគេផងបានមករួមជើងដឹកនាំប្រទេសខ្ញុំផងណាប៉ុណ្ណាខាងមើងងាយគេដល់តែពេលយើងព្រមបានដាក់ប្រជះទៅវិញគេថាអានឹងឆ្លើយចៃមកនិយាយឡើងមើលតែងាយគេនិយាយឡើងចាញ់តែជេរគេតែពួកអាគីបាញ់អស់ហ្នឹងវាអាសមរង្ស៊ីហ្នឹងវាប្រមាថថ្នាក់ដឹកនាំខ្ញុំមិនឲ្យខ្ញុំបត់ឡងទៅវិញហ្មងពេលវាជេរយើងយកដៃស្ពះវាអីហើយយើងនិយាយអាក្រក់ទៅខាងយើងនិយាយអាក្រក់បាទតែអាអ្នកជេរខ្ញុំមួយចំនួនហ្នឹងវានៅជេរទៅងាកក្រោយទៅចុយក៏អស់ហើយណាក៏អត់ស៊ីហើយណាហើយដល់ពេលអាមនុស្សខ្ញុំនេះដែលត្រូវគេជេរនេះមានទៅសบายទៅមានតែកើតទុកអី
bà khi mình đại tới chữ ba lấy hướng na thao khi mấy thao khi mấy bà khi nhà chỉ vứt khi nó lừa của bô mót ở tây nó khi miền tây villa nơi khi miền đây không phải đấy bà khoa sẽ nè xong khi thao khi che thao khi trong bà tại khi mình được khoa lên nhá ô khi chơi trai đấy đâu tụi bè chơi tiếp đấy bà khi kéo có mình tha bộ phải chăng mình tha bộ nè nó không tê đây nè control đây xong chơi tới tại sự nhập lọc chào đó à là từ một từ mót nhập lọc chào này đang tìm một tivi ban kẹp với nó